បាទជម្រាបសួរពុកម៉ែបងប្អូននិងជាកសិករទាំងអស់ហើយខ្ញុំកំពុលថ្ងៃនេះផងដែរបាទរឹតតែប្លែកហើយគឺខ្ញុំនាំពុកម៉ែបងប្អូនទៅជួបបាទបងប្រុសពីរនាក់ដែលគាត់កំពុងតែប្រើប្រាស់ត្រាក់ទ័រចនឌៀមួយ model គឺ 50-55E ឥឡូវចង់ដឹងថាគាត់ប្រើរយៈពេលប្រហែលហើយចង់ដឹងពីចំណាប់អារម្មណ៍របស់គាត់តើគាត់មានចំណាប់អារម្មណ៍យ៉ាងម៉េចឥឡូវសូមមកទស្សនាទាំងអស់គ្នាពុកម៉ែបងប្អូនមកជួបបងប្រុសទាំងពីរនាក់ជាមួយនឹងខ្ញុំទាំងអស់គ្នាបាទជម្រាបសួរបងបាទខ្ញុំកំហុលហើយខ្ញុំមកពីខាងក្រុមហ៊ុន OMA ដែលជាផ្នែកគ្រឿងចក្រកសិកម្មត្រាក់ទ័រចនឌៀបាទថ្ងៃនេះក៏ខ្ញុំសប្បាយចិត្តរីករាយដែរដែលបានជួបបងដែលបងកំពុងតែប្រើប្រាស់ត្រាក់ទ័រមួយ model ដូច្នេះហើយជាដំបូងបងអាចជួយណែនាំឈ្មោះបងតិចបានទេបងបាទជំរាបសួរបាទខ្ញុំបាទឈ្មោះខនវិសិទ្ធសប្តាហ៍ថ្ងៃមានសាខារនៅភូមិផុសគុំនភោសក់វិទ្យាខេមទីមន្ជ័យហើយខ្ញុំបាទប្រើប្រាស់ត្រាក់ទ័រចនឌៀ model 50-55E ក្នុងការប្រើរបស់ខ្ញុំប្រើបានដូចជារយៈពេលជិត3ខែហើយបាទជិត3ខែបាទហើយការប្រើប្រាស់របស់បងយល់មិនដែរទៅទៅនឹងបាទត្រាក់ទ័រចនឌៀដូចជាបងប្រើ model 50-55E នេះបងបាទចឹងបងយល់មិនដែរការប្រើប្រាស់ត្រាក់ទ័រមួយ model នេះចំពោះការយកឃើញរបស់ខ្ញុំគឺកម្លាំងរបស់វាខ្លាំងហើយយើងអាចប្រើប្រាស់បានទាំងដីរឹងហើយដីទឹកអាចចុះស្រែបានស្រួលបាទហើយចុះតេតូនទៅនឹងការស៊ីប្រេងតើនៅក្នុងមានន័យថាមួយកានធម្មតាមួយកានវាមាន30លីត្រទៅក្នុងរយៈពេលមួយកានហ្នឹងយើងអាចភ្ជួរបានប្រហែលហាត់ដែរមួយកានយើងអាចភ្ជួរបានបើដីធូរអាចជិត4ហាត់បងបាទបើដីតឹងអាចថាត្រឹម2ហាត់4រ៉ៃ3ហាត់អីប៉ុណ្ណេះបាទហើយអញ្ចឹងបងនិយាយថាមានចំណាប់អារម្មណ៍អីដើម្បីជម្រាបទៅពុកម៉ែបងប្អូននៅក្នុងទស្សនាដែរបងបាទខ្ញុំបាទសូមណែនាំដល់ពុកម៉ែបងប្អូនគិតឲ្យគិតប្រើត្រាក់ទ័រចនឌៀព្រោះមានកម្លាំងខ្លាំងធ្វើការរហ័សលឿនមិនថាតើស្ថានភាពដីបែបណាទេគឺយើងអាចធ្វើបានទាំងការរុញដីក៏យើងរុញបានលឿនជាងគេដែរបាទចង់អរគុណបងបាទប្រើប្រាស់បោះបងក៏មិនខុសពីគ្នាបងបាទខ្ញុំរត់តាមគ្នារាល់ថ្ងៃដែរអូបាទអញ្ចឹងមានន័យថាបងប្រើត្រាក់ទ័រនេះគឺ 50-55E 2គ្រឿងបាទអញ្ចឹងអរគុណច្រើនបងសម្រាប់ការចូលរួមចែករំលែកបាទអរគុណច្រើនបាទដូចពុកម៉ែបងប្អូនបានជ្រាបព័ត៌មានហើយខ្ញុំបានជួបបងប្រុសបងពិសិដ្ឋនៅនឹងបងតាប់បាទហើយក៏គាត់មានចំណាប់អារម្មណ៍ក៏គាត់បានចែករំលែកខ្លះទាក់ទងនឹងត្រាក់ទ័រចនឌៀផងដែរបើសិនជាពុកម៉ែបងប្អូនមានចម្ងល់បន្ថែមឬក៏មានចំណាប់អារម្មណ៍អាចទាក់ទងខ្ញុំផ្ទាល់តាមរយៈលេខទូរស័ព្ទ088-235122បាទអរគុណសូមជម្រាបលាត្រាក់ទ័រចនឌៀជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន OMA Cambodia